ទំនប់ទឹកជាក់ថៃបូមីដូលកំពុងតែស្ថិតក្នុងការបាក់រលំខណៈកម្ពស់ទឹកកើនឡើងខ្លាំងដល់ 99.57% ទំនប់ទឹកជាក់របស់ថៃដែលមានឈ្មោះថា Bomibol Dam ដែលមានសមត្ថភាពផ្ទុកទឹកបានដល់ទៅ 13,462 លានម៉ែត្រគូបកំពុងតែស្ថិតក្នុងភាពអាសន្នក្រោយអាងស្តុកទឹកដ៏ធំរបស់ថៃដែលស្ថិតក្នុងខេត្តតាកកំពុងតែផ្ទុកទឹកកើនឡើងខ្លាំងដល់ប្រមាណ 99.59% នៃសមត្ថភាពផ្ទុកទឹកបានដែលជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ទឹកយក្សមួយនេះយោងតាមកាសែត The Nation ចេញផ្សាយកាលពីល្ងាចថ្ងៃទី 13 ខែវិច្ឆិកាថាទំនប់ទឹក Bomibol កំពុងតែកើនឡើងខ្លាំងលើសពីចំនួនមិនធ្លាប់កើតមានពីកន្លងមកដោយបច្ចុប្បន្ននេះទំនប់ទឹកដែលស្ថិតក្នុងខេត្តតាកបានឈានដល់កម្រិតទឹក 99.59% ដែលជាកម្រិតទឹកមិនធ្លាប់មានពីមុនមកអាជ្ញាធរថៃអះអាងថាស្ថានភាពស្ថិតក្រោមការគ្រប់គ្រងដោយការគ្រោងទុកហើយការគ្រប់គ្រងមិនចាំបាច់បើកផ្លូវបង្ហូរទឹកដោយដែលបានកាត់ឡើងនៅឆ្នាំ 2011 នោះទេដោយកាលពីថ្ងៃពុធទំនប់នេះបានទទួលទឹកចូលចំនួន 65 លានម៉ែត្រគូបនិងបានបញ្ចេញទៅវិញប្រហែល 55 លានម៉ែត្រគូបក្នុងមួយថ្ងៃ